មហាអំណាចចិនបង្ហាញរូបរាងដ្រូនខ្នាតយក្សធានម៉ា1000ដែលមានសមត្ថភាពដឹកជញ្ជូនសម្ភារៈសង្គ្រោះទៅកាន់តំបន់ដាច់ស្រយាលដ្រូនខ្នាតយក្សធានម៉ា1000អាចផ្ទុកទម្ងន់សម្ភារៈបានយ៉ាងច្រើនរហូតដល់1តោនតាមឈ្មោះរបស់វាដែលរួមមានស្បៀងអាហារថ្នាំសង្គ្រោះបន្ទាន់និងឧបករណ៍បច្ចេកទេសផ្សេងៗវាអាចហោះហើរបាននៅក្នុងល្បឿនលឿននិងមានស្ថិរភាពខ្ពស់ដែលអនុញ្ញាតឲ្យមានការដឹកជញ្ជូនទៅដល់គោលដៅបានឆាប់រហ័សជាងការប្រើប្រាស់រថយន្តឬឧទ្ធម្ភាគចក្រនៅក្នុងលក្ខខណ្ឌអាកាសធាតុមិនល្អដ្រូននេះត្រូវបានរចនាឲ្យមានភាពបត់បែនអាចចុះចតនិងហោះហើរឡើងវិញនៅក្នុងទីធ្លាតូចចង្អៀតឬផ្លូវដែលមិនមានការរៀបចំទុកជាមុនអ្នកជំនាញបានលើកឡើងថាធានម៉ា1000នឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការសង្គ្រោះគ្រោះមហន្តរាយធម្មជាតិដូចជាគ្រោះរញ្ជួយដីឬទឹកជំនន់ដែលផ្លូវថ្នល់ត្រូវបានកាត់ផ្តាច់ក្រៅពីការងារមនុស្សធម៌បច្ចេកវិទ្យានេះក៏បង្ហាញពីការរីកចម្រើនយ៉ាងគំហុករបស់ចិនក្នុងវិស័យយន្តហោះគ្មានមនុស្សបើក Drone Technology ដែលអាចប្រើប្រាស់បានទាំងក្នុងវិស័យស៊ីវិលនិងវិស័យការពារជាតិការបង្ហាញខ្លួនរបស់ធានម៉ា1000នេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកតាមដានបច្ចេកវិទ្យាជុំវិញពិភពលោកខណៈដែលចិនព្យាយាមពង្រឹងសមត្ថភាពដោះស្រាយវិបត្តិដោយស្វ័យប្រវត្តិ